ជំរាបសួរមិត្តទាំងអស់គ្នានិងលោកគ្រូអ្នកគ្រូទាំងអស់ថ្ងៃនេះខ្ញុំបានឈ្មោះរតនារតណាទីខ្ញុំមកពីថ្នាក់ទី 7F នៃវិទ្យាល័យសំណាក់អគ្គមហាធម្មពោធិសាជាស៊ីមព្រះអាចារ្យឬសាលាចំនួនថ្មីថ្ងៃនេះខ្ញុំមកពិសោធន៍អំពីការវាស់ចរន្តអគ្គិសនីជាដំបូងយើងមានអំពែម៉ែត្រនិងថ្មពណ៌អំពូលខ្សែចម្លងនិងខ្សែចម្លងហើយនេះលេស៊ីស្តង់ដើម្បីវាស់ម៉ានយើងត្រូវធ្វើដំណេកដើម្បីវាស់ម៉ានយើងត្រូវធ្វើយើងយកខ្សែខ្មៅដាក់ចូលហមហ៎ពណ៌ក្រហមដាក់ចូលចំណុចកម្ដាហើយយើងកាត់200អំពែមីលីអំពែហើយយើងវាស់ហើយបើចាប់ខ្សែខាងក្រហមនេះនឹងរៀបសំយើងដាក់ហើយខ្សែពណ៌ខ្មៅនេះយើងដាក់នៅចំកណ្ដាលដាក់នៅមុខជាប់មួយជើងអំពូលហើយយើងមើលតម្លៃចរន្តយើងមើលតម្លៃចរន្តឃើញ 9.2 មីលីអំពែចឹងចរន្តដែលឆ្លងកាត់អីគេឆ្លងកាត់អំពូលចឹងចុងក្រោយបាទជាចុងក្រោយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នានិងលោកគ្រូអ្នកគ្រូទាំងអស់ដែលស្ដាប់ការនិយាយរបស់ខ្ញុំជំរាបលាស្នាមចាដៃមួយ